ចាសូមគោរពជំរាបសួរបងប្អូនពីសួនសៃកាហ្វាមន្ទីរមានជ័យចាបងប្អូនថ្ងៃនេះបង្ហាញពីសកម្មភាពរបស់ពូម៉ៅគាត់ចាត់កូនមន់ដែលទៅទម្លាក់បាន3ថ្ងៃបងប្អូនចាទម្លាក់បាន3ថ្ងៃហ្នឹងគឺទម្លាក់ភ្លាមមកដល់យើងដាក់ខាងក្រោមបងប្អូនឃើញផ្ទាល់ដីអញ្ចឹងនឹងខ្ញុំក្រាលចានឹងខ្ញុំក្រាលហើយបានដាក់អង្កាមចាព្រោះដោយសារវាច្រើនចាវគ្គហ្នឹងវាចូលជិត200ក្បាលเนาะចាបងប្អូនដល់ពេលវាច្រើនតែយើងយកទៅដាក់ក្នុងអាត្រង់សណាញ់យើងកដៅធម្មតាវាអត់កើតបងប្អូនចាវាជន់គ្នាហើយវា stress វាពុលអាចពុលអីអញ្ចឹងណាចាឥឡូវដល់ពេលនេះខ្ញុំដាក់តម្លាក់មកក្រោមអញ្ចឹងមានអង្កាមមានអីយើងដាក់កដៅដាក់អីឲ្យហប់អញ្ចឹងទៅល្អច្រើនបងប្អូនចាឥឡូវគាត់ចាប់ដើមចាត់ចេញសិនហើយយើងធ្វើវ៉ាក់សាំងលើកទី1ចានេះវ៉ាក់សាំងយូកាសលើកទី1ទម្លាក់ចូលទៅវិញចាបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនដែលមិនមានទម្លាប់ធ្វើវ៉ាក់សាំងកូនមន់ណានៅពេលដែលបងប្អូនចិញ្ចឹមបងប្អូនត្រូវធ្វើការផ្លាស់ប្ដូរទៅចាព្រោះឥឡូវនេះគឺយើងចិញ្ចឹមដើម្បីបានជោគជ័យច្រើនមានលទ្ធផលបានទទួលលទ្ធផលល្អគឺបងប្អូនទៅធ្វើវ៉ាក់សាំងចាយើងមិនឲ្យរំពឹងទៅលើវ៉ាក់សាំង 100% ទេចាមិនរំពឹងមិនជឿជាក់ទាំងស្រុងទៅលើវ៉ាក់សាំងទេប៉ុន្តែក៏យើងត្រូវតែធ្វើបងប្អូនចាព្រោះហេតុអីចាព្រោះការដែលយើងធ្វើវ៉ាក់សាំងគឺវាជួយយើងមួយកម្រិតបងប្អូនចាពិតមែនតែថាវាអាចនឹងមានកត្តាណាមួយដែលថាអ្នកខ្លះក៏ថាធ្វើវ៉ាក់សាំងហើយងាប់អស់ហ្មងអាហ្នឹងគឺវាកត្តាវ៉ាក់សាំងចាព្រោះវ៉ាក់សាំងខ្លះទុកដាក់មិនបានត្រឹមត្រូវវ៉ាក់សាំងខ្លះក៏វាលើសវាលើសការបច្ឆេទមានន័យថាវាលើស delay ហួស delay ណាបងប្អូនចាអញ្ចឹងពេលដែលបងប្អូនទិញអីបងប្អូនត្រូវមើលទៅលើបញ្ហានឹងដែរបើសិនជាបងប្អូនអត់បានមើលដល់ទៅលើវ៉ាក់សាំងទេបងប្អូនយកមកចាក់វាគឺដឹងតែមានបញ្ហាតែម្ដងចាវាផ្ទុះជំងឺនឹងវ៉ាក់សាំងនឹងតែម្ដងចាព្រោះនេះខ្ញុំធ្លាប់ជួបប្រទេសហើយបញ្ហានេះdelay នៅមែនក៏ប៉ុន្តែស្តុករបស់គេកន្លែងគេលក់ហ្នឹងគឺអត់បានទុកដាក់ឲ្យត្រជាក់ត្រឹមត្រូវបងប្អូនចាវាទុកដាក់បានត្រឹមត្រូវអញ្ចឹងវ៉ាក់សាំងខូចចាកាលណាវ៉ាក់សាំងខូចយើងយកមកចាក់លើមាន់កូនមាន់របស់យើងគឺវាផ្ទុះជំងឺតែម្ដងចាធ្លាប់ឲ្យបងប្អូនធ្លាប់ជួបប្រទេសហើយបានចេះតែចែករំលែកបងប្អូនចាប៉ុន្តែមិនថ្មីទេយើងមិនមែនថាបរាជ័យប៉ុណ្ណឹងហើយយើងដើរចេញទេគឺអត់ដើរចេញទេបងប្អូនចាគឺយើងទៅមួយសារទៀតចាយើងត្រូវចាប់ផ្ដើមសារជាថ្មីម្ដងទៀតជាមួយនឹងការងារវ៉ាក់សាំងនឹងដដែលចាព្រោះនៅពេលដែលយើងធ្វើវ៉ាក់សាំងហ្នឹងវាងាយស្រួលមិនបងប្អូននៅពេលដែលវាមានជំងឺចូលមកគឺយើងអាចព្យាបាលជាចាវាមានអត្រារស់ហ្នឹងគឺច្រើនតែម្ដងបើសិនជាបងប្អូនអត់ធ្វើវ៉ាក់សាំងទេកាលណាដល់វាផ្ទុះជំងឺនៅរដូវដែលវាបដូរផ្លាស់ប្ដូរអាកាសធាតុណាវាក្តៅវាត្រជាក់ភ្លៀងអីហ្នឹងគឺវាចាប់ដើមឈឺហើយចាតែឈឺហើយគឺមើលអត់ជាទេបងប្អូនចាបើសិនជាយើងបានធ្វើការវ៉ាក់សាំងត្រឹមត្រូវអាហ្នឹងយើងដាក់ថ្នាំទៅជាតែម្ដងចាឲ្យបងប្អូនកុំសួរថាច្បាស់ជាឆ្ងល់ហ៎ចាបងប្អូនឲ្យឆ្ងល់ថាចាំឃើញពូម៉ៅគាត់ចាំយកចិត្តទុកដាក់អញ្ចឹងមានងាប់អត់ចាព្រោះវ៉ាក់សាំងផងអីផងមានងាប់ទេចាមានបងប្អូននៅតែជម្រាបជូនបងប្អូនអញ្ចឹងវាមិនមានអីត្រូវលាក់បាំងទេបងប្អូនពេលខ្លះមានអាខ្លះជាខ្លះក៏មិនជាដែរបងប្អូនចាមានអញ្ចឹងដែរណាដោយសារអីដោយសារយើងមិនបានមើលដិតដល់ចាយើងមិនបានចាក់ថ្នាំវាដិតដល់ចាព្រោះមើលអត់អស់ទេបងប្អូនកាលណាច្រើនមើលអត់អស់ចាព្រោះមន់ពេលដែលវាឈឺពេលខ្លះយើងមើលអត់អស់វាអត់បានមកផឹកទឹកថ្នាំទេយើងអាងតែដាក់ថ្នាំបង្ការយើងដាក់ហើយយើងការពារហើយប៉ុន្តែអាមន់ដែលថាយើងដាក់ថ្នាំអត់ត្រូវហ្នឹងជួនកាលវាគ្រឿងក្នុងវាខ្សោយពីធម្មជាតិវាតែម្ដងអញ្ចឹងបងប្អូនកុំពិបាកគិតច្រើនចាវាទៅខ្លះអីខ្លះណាបងប្អូនចាហ្នឹងហើយនាងខ្ញុំឲ្យពូម៉ៅគិតអញ្ចឹងហើយបងប្អូនពេលខ្លះយើងមើលថែវាដែរយើងដាក់ថ្នាំដែរហើយបើវាល្បេះឲ្យដឹងធ្វើម៉េចចាជួនក៏វានៅបានច្រើនទៅជួនក៏វាល្បេះទៅខ្លះទៅចាតាមដំណើរទៅធម្មតាទេចាចឹងហើយរាល់ការចិញ្ចឹមហ្នឹងវាតែងតែអញ្ចឹងហើយបងប្អូនតើបងប្អូនដាក់ចិត្តដាក់កាយដល់ធម្មតាបើថាដាក់ថ្នាំត្រូវទេក៏មានតែងាប់នឹងឯងចាតែគាត់ថាវាមិនមែនផ្ទុះទាំងអស់ទេបងប្អូនវាមានជាបាលទៅវាមានជាធម្មតាចាចឹងវីដេអូថ្ងៃហ្នឹងមានអីច្រើនទេបងប្អូនមានតែប៉ុណ្្នឹងឯងអរគុណច្រើនសម្រាប់បងប្អូនដែលតែងតែតាមដានទស្សនារាល់វីដេអូរបស់នេះខ្ញុំដែលតែងតែផុសទៅណាបងប្អូនចាអរគុណសូមគោរពលាចា